សួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនបងប្អូនពីរបៀបចាក់ baby mushroom ចាជាដំបូងយើងត្រូវពត់វាជារាងរង្វង់មកឬក៏យើងហៅថា magic ring បន្ទាប់មកយើងចាក់single crochet ចូលទៅក្នុងនឹងចំនួន6ចាឥឡូវយើងបាន6ហើយអញ្ចឹងយើង slip stitch មួយមកបងប្អូនចាពេលយើង slip stitch ហ្នឹងគឺយើងទាញវាឲ្យនៅសមអត្តស័យបងប្អូនបន្ទាប់មកយើងឡើងកតុយកដល់ចំនួន1ចាយើងឡើងទៅកដល់1ហើយអញ្ចឹងនៅក្នុងប្រឡោះ single crochet ទាំង6ហ្នឹងគឺយើងត្រូវចាក់បន្ថែមបងប្អូនគឺយើងបន្ថែមគ្រប់ប្រឡោះវាទាំងអស់អញ្ចឹងនៅជុំទី2ហ្នឹងពេលដែលយើងចាក់ហើយយើងចាក់មកប្រឡោះ2មកប្រឡោះ2បន្ទាប់មកយើងរាប់បាន12បងប្អូនចាយើងបន្តចាក់រហូតដល់ចប់ជុំណាបងប្អូនចាឥឡូវចាប់ជុំមកយើង slip stitch មួយបងប្អូនតែយើងត្រូវរំលងប្រឡោះនឹងមួយចា slip stitch ហើយគឺយើងឡើងកតុយកដល់មួយអញ្ចឹងប្រឡោះទី1គឺយើងចាក់មួយ single crochet ប្រឡោះទី2គឺយើងបន្ថែមបងប្អូនយើងចាក់ចំនួន2ចាចាក់2ហ្នឹងគឺចាក់ចូលប្រឡោះដដែលបន្ទាប់មកយើងចាក់1ហើយប្រឡោះបន្ទាប់គឺយើងចាក់2អញ្ចឹងយើងចាក់1 2 1 2ដូចគ្នារហូតតតែចប់ជុំបងប្អូនចាឥឡូវចាប់ជុំហើយបងប្អូនគឺយើងslip stitch មួយចាបន្ទាប់ពី slip stitch ហើយបងប្អូនកុំភ្លេចឡើងកតុយកដល់មួយចានៅជុំទី4គឺយើងចាក់single crochet ចូលទៅប្រឡោះទី1ចំនួន1ប្រឡោះទី2គឺយើងបន្ថែមអញ្ចឹងយើងចាក់2អញ្ចឹងប្រឡោះទី3គឺយើងចាក់1ប្រឡោះទី4គឺយើងចាក់1វិញបងប្អូន1ហើយ2 2ហើយ1ចាគឺយើងចាក់1 2 1 1 2 1ចាគឺយើងធ្វើដដែលរហូតដល់ចាប់ជុំបងប្អូនចាឥឡូវយើងចាប់ជុំហើយគឺយើង slip stitch មួយចាឡើងកតុយកដល់មួយបន្ទាប់មកជួរទី5និងទី6គឺយើងចាក់single crochet មួយទាំងអស់បងប្អូនចាឥឡូវយើងចាប់ជុំទី6ហើយបងប្អូនអញ្ចឹងយើង slip stitch មួយឡើងកតុយកដល់មួយចាបន្ទាប់មកនៅជុំទី7នេះដែរបងប្អូនគឺយើងចាក់ឆ្កឹះយកតែផ្នែកខាងលើព្រោះយើងត្រូវចាក់ហ្នឹងជាតួមួកបងប្អូនអញ្ចឹងយើងត្រូវឆ្កឹះតែផ្នែកខាងលើអញ្ចឹងជុំទី7ហ្នឹងគឺយើងចាក់3យើងព្រីក1 3ព្រីក1រហូតដល់ចប់ជុំបងប្អូនចាអញ្ចឹងយើងឆ្កឹះយកផ្នែកនេះចាយើងចាក់ single crochet ចូលទៅក្នុងនឹងចំនួន1មកបងប្អូន
ចា1ចាចាក់ចូលប្លោះនេះមួយទៀតយើងឆ្កឹះយកតែផ្នែកខាងលើទេចា2ចាប្លោះនេះមួយទៀតគឺប្លោះទី3បងប្អូនចា3ចាអញ្ចឹងនៅប្លោះទី4គឺយើងធ្វើការពង្រីកបងប្អូនពង្រីកនេះគឺយើងចាក់ចូលប្លោះហ្នឹងចំនួន2ចា1 2ចាអញ្ចឹងប្លោះបន្តគឺយើងធ្វើដូចគ្នាបងប្អូន3បរិច1 3បរិច1រហូតទៅដល់ចាប់ជុំបងប្អូនចាឥឡូវយើងសមមកប្លោះទៀតយើងចាប់ជុំឲ្យបងប្អូនចាអញ្ចឹងយើង slip stick បន្ទាប់ពី slip stick ហើយបងប្អូនទៅឡើងកន្ទុយកណ្ដុរមួយចាបន្ទាប់មកយើងដល់ជុំទី8ហ្នឹងគឺយើងចាក់ single crochet ចូលក្នុងហ្នឹងចំនួន2បងប្អូន1 2បន្ទាប់មកប្លោះទី3គឺយើងបរិច1បរិចយើងចាក់2ចូលបន្ទាប់មកយើងចាក់ប្លោះបន្ទាប់ចំនួន1 single crochet 1 single crochet បន្ទាប់មកគឺយើងចាក់2 single crochet ទៀតទើបយើងពង្រីកបងប្អូនចាគឺយើងចាក់តាមរូបមន្ត2ពង្រីក1 2 2ពង្រីក1 2បងប្អូននៅពេលដែលយើងចប់ជុំគឺយើងនៅសល់ single crochet ចំនួន2ហើយមួយទៀតដើម្បីកុំឲ្យបងប្អូនច្រឡំហើយនឹងងាយស្រួលចាក់គឺយើងចាក់អញ្ចេះក៏បានដែរបងប្អូនគឺយើងរាប់អញ្ចេះsingle crochet 2ទៅយើងបរិច1បន្ទាប់មក single crochet 4ដងហើយចាំយើងបរិច1បងប្អូនបន្ទាប់មកចាប់ជួរយើងនៅសល់ single crochet ចំនួន2គឺយើងចាក់ខុសពីរូបមន្តយើងរាល់ដងបងប្អូនចាបន្ទាប់ពីជាប់ជួរហើយចូលដល់ជួរទី9ចាអញ្ចឹងជួរទី9ហ្នឹងគឺយើងត្រូវបដូរពណ៌បងប្អូនចាគឺខ្ញុំយកពណ៌សបងប្អូនចាជួរទី9ហ្នឹងដែរគឺយើងចាក់ពណ៌សហ្នឹងគឺចាក់ខ្លួនចាយើងចាក់បដូរពណ៌សហ្នឹងគឺយើងចាក់ចូលទៅក្នុងប្លោះដែលយើងបានទុកនៅប្លោះខាងក្រោមបងប្អូនចាអញ្ចឹងយើងចាក់ចូលប្លោះនេះមកដំបូងឡើយគឺយើងបដូរពណ៌អំបោះហើយយើងបតាក់វាហើយយើងឡើងកន្ទុយកណ្ដុរមួយបងប្អូនចាបន្ទាប់មកនៅប្លោះបន្ទាប់ហ្នឹងគឺយើងចាក់ single crochet ចូលក្នុងហ្នឹងមួយគ្រប់ប្លោះទាំងអស់បងប្អូនគឺយើងធ្វើបែបនេះចំនួន3ជុំហ្នឹងគឺយើងចាក់មួយទាំងអស់ចាឥឡូវខ្ញុំចាក់3ជុំរួចហើយបងប្អូនអញ្ចឹងខ្ញុំ slip stick មួយឡើងកន្ទុយកណ្ដុរមួយចាបន្ទាប់មក
គឺយើងចាក់ single crochet ចំនួន7បងប្អូនចាយើងរាប់គ្រប់7មកចាឥឡូវយើងចាក់គ្រប់7ហើយអញ្ចឹងបន្ទាប់គឺយើងចាក់បកលល្បងចូលក្នុងនឹងចំនួន4បងប្អូនក៏ប៉ុន្តែយើងអត់ទាញផ្ដាច់ទាំងអស់ហើយគឺយើងទាញផ្ដាច់តែម្ដងហើយបងប្អូនចា1 2 3 4ចាបន្ទាប់មកយើងឃើញនៅសល់5សរសៃអញ្ចឹងយើងទាញវាផ្ដាច់ទាំងអស់ចាបន្ទាប់ពីផ្ដាច់ទាំងអស់ហើយគឺយើងចាក់ single crochet ចូលបន្ទាប់ដូចធម្មតាបងប្អូនចាគឺយើងចាក់ single crochet ចូលក្នុងហ្នឹងចំនួន8បងប្អូនចាយើងរាប់មកឲ្យគ្រប់8មកបងប្អូនបន្ទាប់ពីគ្រប់8ហើយគឺយើងចាក់បកលល្បង4ចូលទៅក្នុងប្រឡោះបន្ទាប់ដូចគ្នាបងប្អូនចាឥឡូវយើងចាក់បាន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
2 3 4 ចាអញ្ចឹងយើងលែងវាទាំងអស់មកបងប្អូនចាចាបន្ទាប់មកយើងចូលចាក់ single crochet រហូតដល់ចាប់ជួរបងប្អូនចាដល់យើងចាប់ជុំហើយយើង slip stitch ហើយឡើងទៅកណ្ដុរមួយអញ្ចឹងនៅជុំទី13និងទី14បងប្អូនគឺយើងត្រូវចាក់ single crochet ចំនួន1ទាំងអស់ចាឥឡូវបងប្អូនគឺយើងដល់ជួរទី15គឺយើងត្រូវចាក់ single crochet ចូលក្នុងនឹងចំនួន9បងប្អូន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
បន្ទាប់មកយើងចាក់បកគោលល្បងចំនួន4គឺយើងធ្វើដូចខាងលើដែរបងប្អូនចាគឺយើងឆ្កឹះវាតែម្ដង1 2 3 4ចាបន្ទាប់មកយើងទាញផ្ដាច់វាទាំងអស់មកបងប្អូនចាបន្ទាប់មកគឺយើងចាក់5 single crochet បន្តទៅមុខទៀត1 2 3 4 5ចាគឺយើងចាក់បកគោលល្បងចំនួន4ធ្វើដូចមុនដែរបងប្អូនចាបន្ទាប់ពីយើងចាក់បកគោលល្បង4ចូលទៅក្នុងបន្លោះនឹងហើយនៅបន្លោះបន្ទាប់ទៀតគឺយើងចាក់ single crochet ចំនួន1រហូតដល់ចប់ជួរបងប្អូន
ចានៅជុំទី16នេះដែរបងប្អូនគឺយើងធ្វើការចាក់បង្រួមទាំងអស់បងប្អូនចាគឺធ្វើបែបនេះដូចនាងខ្ញុំចឹងបងប្អូនចាគឺយើងព្រមវាទាំងអស់មកបងប្អូនចាគឺធ្វើដូចនាងខ្ញុំធ្វើអញ្ចឹងបងប្អូនចាគឺឆ្កឹះវាបានពីសរសៃហើយគឺយើងព្រមវាយកបងប្អូនចាគឺយើងព្រមវាទាំងអស់នៅជុំទី16ហ្នឹងបងប្អូនបន្ទាប់ពីយើងព្រមចប់ហើយគឺយើងញាត់សលៃចូលបងប្អូនចានៅជុំទី17នេះដែរគឺយើងធ្វើការបង្រួមវាចំនួន6ដងបងប្អូន
ចាអញ្ចឹងយើងចាក់រួចរាល់ហើយអញ្ចឹងយើងដាក់ភ្នែកបងប្អូនអញ្ចឹងការដាក់ភ្នែកនេះគឺខ្ញុំប្រើដេកេសជាមួយនឹងកៅទៀនបងប្អូនបើសិនជាបងប្អូនមានកាភ្លើងបាញ់កាវយើងអាចប្រើកាភ្លើងគឺងាយស្រួលជាងចាបន្ទាប់ពីដាក់ភ្នែកហើយគឺយើងផាត់ color តិចតិចមកបងប្អូនចាអញ្ចឹងតុក្កតាយើងរួចជាស្រេចបងប្អូនចាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe ម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត